ថ្ងៃនេះពួកយើងជួលតាក់ស៊ីឆ្នាំ89ជិះពីភ្នំពេញទៅលេងកំពត Yeah Woo Yeah baby តែនេះមានស្អីមើលទេអែមស្រែមទំនប់ទឹកអូខេណានេះឥឡូវនេះគឺយើងឡើងឡានហើយគឺយើងចាប់ផ្ដើមចាក់សាំងឲ្យអានេះគេពោះមែនខ្សែកាមេរ៉ាអញមើលវិញស្មើពោះផលិតឥឡូវនេះប៉ុន្មានអង្សាជួយឆែកមើលទីមើលប៉ុន្មានអង្សា36ដូចតែអ្នកទាំងអស់គ្នាដឹងអញ្ចឹងគឺអត់មានម៉ាស៊ីនទេហើយឡានហ្នឹងពងក៏អត់មានគ្រប់គ្រាន់ដែរហើយលេខដៃទៀតយើងមានពងម្នាក់មួយទេបាទយើងល្បីកញ្ចក់ចោះទៅគឺវាត្រជាក់ឡានធម្មតាអាចបើកចន្លោះពី80ទៅ90គីឡូម៉ែត្រក្នុង1ម៉ោងប៉ុន្តែសម្រាប់ឡាននេះគឺយើងអត់សូវសុវត្ថិភាពទេអញ្ចឹងយើងបើកអូអាហ្នឹងនិយាយអញ្ចឹងយើងបើកលឿនក៏ឧទាហរណ៍ថាបើមានបញ្ហាគ្រោះថ្នាក់អីចឹងវាអត់សូវសុវត្ថិភាពហើយមួយទៀតគឺម៉ាស៊ីនឡានបើកលឿនពេកក៏អត់កើតដែរធម្មតាជិះទៅតែ2ម៉ោងកន្លះទៅ3ម៉ោងប៉ុន្តែក្នុងឡាននេះយើងឲ្យស្វែងថា5ម៉ោងមិនយើងទៅដល់កំពតប៉ុន្តែឡានហ្នឹងពេលអលត់អីចឹងប្រាំងអីនៅស៊ីតែដំណើរការប្រាំងពេលអលត់អត់ស៊ីទេចឹងជិះអមយ៉ាងម៉េចកុំឲ្យអលត់ណាអូ my god ទិញកាហ្វេយើងចាប់ជើងអស់គ្នាទិញកាហ្វេយើងយកជើងទល់សុំទិញកាហ្វេមួយបាទអត់ទេទៅសុំឲ្យផុតពីពេញសិនណាគេណានេះឥឡូវនេះគឺយើងព្យាយាមចាក់ចម្រៀងចាក់ទៅមិនកុំឲ្យអបសុកកុំឲ្យដេកតាមផ្លូវចាក់ទៅមិនឲ្យយើងមានអារម្មណ៍ថាវាឆាប់ដល់យើងកន្លែងតែហែបទៅមកផ្លេតយើងដល់ហើយឥឡូវឡានមកដល់កន្លែងនេះគឺយកអត់មានធ្វើទុកអីទេនៅទៅមុខធម្មតាប៉ុន្តែអាមួយនេះគឺវាដេកបាទតែអាហ្នឹងគឺបាក់ជាងគេមកដើរលេងយ៉ាងម៉េចមួយគឺបាក់មកចុះតែកង់ឡានយើងអត់អីណាទៅមុខបានចុះ assistant យើងមើលម៉ែតិចមើលយើងដល់ណាហើយអូពេលនេះទៅកំពតសល់តែ1ម៉ោងកន្លះទៀតទេបាទខ្ញុំគាត់ថាម៉ោង5យើងនៅចូលផ្សារចូលអីតិចតួចហើយយើងទិញម្ហូបទិញអីដើម្បីយកទៅធ្វើអីញ៉ាំនៅកន្លែងយើងគេងគឺល្មមហើយអ្នកនរគ្នាឥឡូវនេះគឺយើងមកដល់ចំណុចទី1ហើយសើអីចង់ទី1ណាអត់សោហើយមានសោយទេដំណើរការល្អមែនតើបាទគឺថាអត់ធ្វើអីទេមកមើលផិនភាកបាទនៅដដែលផ្លាក់លេអត់ជ្រុះទេចឹងពីរដែរយើងអត់ដឹងថាយើងដេកតាមផ្លូវឬក៏យើងបានទៅដេកដល់កំពតហ្មងបាទដោយតែបងប្អូនឃើញអញ្ចឹងម៉ាស៊ីននេះគឺថាចាស់ខ្លាំងមែនតើបាទដូចឈាមហ៎តាំងពីឆ្នាំ84អញ្ចឹងពេលយើងឈប់យើងត្រូវការបើកឲ្យកុំឲ្យវាក្តៅនឹងមិនឈីកុងទ័រហ្មងអត់កុងទ័រហ្មង100 700អត់ដល់100 700អូប្រហែលម៉ូតូខ្ញុំណាហើយទីបំផុតក៏ពួកយើងមកដល់ទីក្រុងកំពតដោយជោគជ័យណាមិននឹកស្មានថាយើងមកដល់ហើយយើងមានពេលបោះដ្រូនយើងមានពេលមើលថ្ងៃលិចនៅទីនេះសោះអញ្ចឹងបន្ទាប់ពីនេះគឺយើងទៅទិញអីវ៉ាន់នៅក្នុងផ្សារទិញខ្ទឹមសមកកំពឹសខ្ទឹមក្រហមមកកំពឹសទៅចាប់ទៅវាស្អាតអីស្អាតឬក៏ឆ្ងាញ់ឆ្ងាញ់ទេស្អាតទៀតយកគេមកស្អីយកមកទេសស្រស់ហើយ100អីអានេះនេះដល់ហើយទៅលក់មិនយ៉ាងច្រើន2 500អូសិនជុលអាតស៊ុបស៊ុបអីអាំងក៏បានដែរឡូងមកនៅក្រៅមកគោអាសុខចិត្តដើរចូលផ្សារវា wipe Thank you man Yeah baby តែនេះមានស្អីមើលទេស៊ូអូខេឥឡូវនេះគឺយើងមកដល់កន្លែងដែលយើងត្រូវបោះតង់ហើយឃើញទឹកអត់ឃើញទឹកអត់ចាយកបានទៅយើងម៉ែដល់កវារៀងថ្លង់ម៉ាស៊ីនបន្តិចហើយខ្ញុំភ្លេចទិញអូសឲ្យឆឹងណាម្ដងតែឥឡូវនេះគឺយើងរៀបចំតង់រៀបចំឲ្យរួចជាស្រេចហើយបង្កាត់ភ្លើងចាប់ផ្ដើមធ្វើម្ហូបចាឥឡូវទៅមើលយើងធ្វើម្ហូបជុំគ្នាចាប់ផ្ដើមដាក់សាច់ជ្រូកដ្រូនយួរអូខេបញ្ញាបើទិញអស់មកហើយបាត់ហើយអែមកអើយមកត្រៀមចាន steak មកប៉ុណ្ណឹងឡើងហើយអែមស្រែមអូ
Đúng bạn. Cái tụ ăn cái gì này. vậy đó màu này cứ mẹ anh màu về tình ý à bà màu bo bô mà Mà tao ăn chôn rồi. nằm pin bán gì chẳng này nằm pin mì bóng để hao nhiều hao tôi nốt tắc cái bác tôi nốt tắc Ồ mà đối thực hiên vậy. Tao mà anh khơi chẳng thấy anh thật khơi vì tiền anh hụt thật khơi hết. Khơi hết chả tắc cho hết anh thật bài khẩn nòng. ឥឡូវនេះគឺយើងតទៅពីមុជទឹកហើយតទៅហើយយើងរៀបចំដើម្បីចេញទៅវិញប៉ុន្តែអ្នកទាំងអស់គ្នាមើលទួលហ្នឹងខ្ពស់មែនតើបើយើងជិះឡានទាំងអស់គ្នាឡើងគឺឡើងអត់រួចតែម្ដងណាមួយឡានលេខដៃទៀតតអកសើអីតែមិនតិចទេ roller coaster ហ្មងអញ្ចឹងយើងត្រូវការឲ្យឡានជិះផ្សេងយើងដើរសិនតែខ្ញុំឃើញចដើរនេះតំណងតែឡើងតាមចដើរនេះចដើរនេះគឺចំណងមែនទេតោះមកមើលមកគេថាឡាននៅដេបានល្អណាស់បាទដេម្ដងឆេះអញ្ចឹងគឺអត់មានបញ្ហាខ្ញុំលឹកបានអូ my god តោះឥឡូវយើងចាប់ផ្ដើមទៅលើផ្លូវនេះបាទវាបើកទៅមែនតើនេះបោះតង់នេះផងមិញយកមិញអែមតោះអញ្ចឹងយើងទៅក្រុងទាំងអស់គ្នាអូយស្អាតមែន Yes រវាយកខ្លួនឯងខ្លះតា បងថ្ងៃនេះបងមកធួបាយប៊ីនៅកពត ជាគេ អូ គួយនេះកណែ យល់គ្រប់យ៉ាង ខេឥឡូវនេះបាទស្ដី អត់អីយកគ្រប់យ៉ាងយកគ្រប់ មករកបាយព្រឹកបានសម្រាប់ហើយបាទចឹង សម្រាប់តាមបំណងសំណាងចឹងវាបង្ខំយើង បង្ខំមែនតែនបងបាទមកព្រឹកហ្នឹងស៊ីអីវាអត់មាត់អីអត់មាត់ទាំងអស់កាហ្វេក៏វាអត់ផឹក អត់ផឹកវានៅស្ងៀមទៀត ព្រោះស៊ីអីក៏វាអត់ស៊ីវាសោកចិត្តធ្វើម៉េចបាយប៊ីនេះគឺជាបាយដែលគេល្បីគេផ្សាយតែក៏ពិតបងអង្គុយដូច bartender លយស៊ីបាយដូច bartender bartender ណាម្ដង bar counter យ៉ាតែ